ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរយើងត្រឡប់មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្ត MCU ជាបន្តទៅទៀតគ្នាហើយខ្សែភាពយន្តដែលខ្ញុំក៏នឹងធ្វើការសម្រាយនៅក្នុងថ្ងៃនេះគឺមានចំណងជើងថា The Incredible Hulk ដែលខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តទី2នៃខ្សែស្រឡាយរឿង Marvel Cinematic Universe ដែលបាននិយាយអំពីប្រវត្តិនៃបរិបទម្នាក់ដែលមានឈ្មោះថា Bruce Banner តែគាត់នេះគឺបានវិវត្តខ្លួនពីអ្នកវិទ្យាសាស្ត្រម្នាក់ខ្លាចទៅជាមនុស្សកម្លាំងយក្សបន្ទាប់ពីគាត់នេះគឺបានប្រតិកម្មជាមួយនឹងការចាក់បញ្ចូលនៅសេរ៉ូម Super Soldier បំលែងកាយនោះឯងហើយដើម្បីឲ្យដឹងថាខ្សែភាពយន្តនេះគឺនឹងមានដំណើរតាមតងទៅមុខទៀតយ៉ាងណានោះយើងរីករាយតាមដានទស្សនាជាមួយនឹងការសម្រាយរបស់ខ្ញុំដូចតទៅចាប់ផ្ដើមដំបូងនៅក្នុងខ្សែភាពយន្តនេះវត្តមាននៃលោកឧត្តមសេនីយ៍ម្នាក់ដែលមានឈ្មោះថា Cedar Sandborough គាត់ក៏បានធ្វើការតាក់ទងនឹងពឹងពាក់ទៅកាន់អ្នកវិទ្យាសាស្ត្រម្នាក់ដែលមានឈ្មោះថា Bruce Banner ដែលត្រូវជាមិត្តប្រុសរបស់កូនស្រីរបស់គាត់មានឈ្មោះថា Betty ផងនោះដើម្បីជួយគាត់ក្នុងការស្រាវជ្រាវរកវិធីសាស្ត្រដើម្បីអាចធ្វើឲ្យមនុស្សការពារខ្លួនបានអំពីឥទ្ធិពលនៃវិទ្យុសកម្មកាម៉ាដែលវិទ្យុសកម្មនោះគឺត្រូវបានគេដឹងថាមានវត្តមាននៅលើគ្រាប់បែកនុយក្លេអ៊ែរហើយលោកឧត្តមសេនីយ៍រ៉ូម្នាក់នេះគាត់ក៏មានការលាក់បាំងជាមួយនឹងព្រោះផងដែរក៏ព្រោះតែគាត់នេះគឺបានលួចចាក់បញ្ចូលនៅកម្មវិធី Serum Super Soldier ដែលត្រូវបានគេប្រើប្រាស់ទៅលើ Cape កាលពីក្នុងកំឡុងសង្គ្រាមលោកលើកទី2ហើយដោយសារតែបែបនេះហើយក៏បានបណ្ដាលការពិសោធន៍របស់ពួកគេគឺត្រូវបានទទួលរងជាមួយនឹងបរាជ័យនិងបានជះឥទ្ធិពលជាខ្លាំងទៅកាន់ Bruce Banner ដូចគ្នាហើយនៅពេលនោះជាវិទ្យុសកម្មកាម៉ាជាច្រើនក៏បានជ្រាបចូលពេញខ្លួនរបស់ Bruce Banner និងថែមទាំងបានបណ្ដាលគាត់រីកមានដ៏ធំវិវត្តខ្លួនខ្លាចទៅជាមនុស្សកម្លាំងយះហូកហើយហូកជាមួយនឹងរូបរាងថ្មីមនុស្សគាត់ក៏បានធ្វើការវាយប្រហារទៅកាន់ទីតាំងនៃកន្លែងពិសោធន៍មនុស្សនិងបានបណ្ដាលមនុស្សម្នាជាច្រើនត្រូវបានស្លាប់បាត់បង់ជីវិតនិងរងរបួសដូចគ្នាហើយសូម្បីតែវត្តមាននៃមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Betty ជាមួយនឹងឧត្តមសេនីយ៍រ៉ូដែលជាឪពុករបស់នាងពួកគេក៏បានទទួលរងរបួសពីការវាយប្រហាររបស់ហូកនេះផងដែរហើយហូកដោយសារតែបានដឹងថាខ្លួននឹងត្រូវខ្លាចទៅជាគោលដៅរបស់ឧត្តមសេនីយ៍រ៉ូដើម្បីធ្វើការចាប់ត្រឡប់ទៅវិញក្នុងការស្រាវជ្រាវជាមួយនឹងសេរ៉ូម Super Soldier ជាបន្តដើម្បីធ្វើការបង្កើតនូវមនុស្សកម្លាំងយក្សហូកជាបន្តថែមទៀតគាត់ក៏បានគេចខ្លួនចាក់ចេញអំពីទឹកដីនៃសហរដ្ឋអាមេរិកដើម្បីទៅរស់នៅតែម្នាក់ឯងដោយស្ងប់ស្ងាត់នៅកន្លែងថ្មីហើយប្រូគាត់ក៏បានរត់គេចខ្លួនទៅដល់ទឹកដីនៃប្រទេសប្រេស៊ីលក៏ដូចជាបានរៀនសូត្រអំពីវិធីសាស្ត្រដើម្បីគ្រប់គ្រងជំនឿអារម្មណ៍របស់ខ្លួននិងការការពារចង្វាក់បេះដូងរបស់គាត់មិនឲ្យឡើងហួសខុសប្រក្រតីក៏ព្រោះតែរៀងរាល់ពេលដែលគាត់ខឹងខ្លាំងបណ្ដាបេះដូងរបស់គាត់គឺត្រូវលោតហួសចង្វាក់200ដងក្នុង1វិនាទីនោះគាត់នឹងត្រូវប្រែខ្លួនខ្លាចទៅជាមនុស្សកម្លាំងយក្សហូកវិញភ្លាមមួយរំពេចហើយនៅក្នុងកំឡុងពេលនៃការគេចខ្លួននោះប្រូនឹងក៏បានធ្វើការតាក់ទងជាសម្ងាត់ជាមួយនឹងអតីតមិត្តរួមការងាររបស់គាត់ម្នាក់ដែលមានឈ្មោះថា Mr. Blue ដើម្បីស្វែងរកអំពីវិធីសាស្ត្រក្នុងការគ្រប់គ្រងនិងធ្វើការបន្សាបនៅជាវិទ្យុសកម្មកាម៉ានៅក្នុងខ្លួនរបស់គាត់នេះហើយមិនតែប៉ុណ្ណោះគាត់នឹងក៏បានធ្វើការឆ្លៀតរកលុយនៅក្នុងក្រុមហ៊ុនមួយកន្លែងដែលជាក្រុមហ៊ុនផលិតភេសជ្ជៈនៅក្នុងប្រទេសប្រេស៊ីលនៅក្នុងកំឡុងថ្ងៃមួយមិនប្រយ័ត្នខណៈពេលដែលប្រូកំពុងតែធ្វើការបំពេញតួនាទីរបស់គាត់ក្នុងរោងចក្រមនុស្សគាត់ក៏បានបណ្ដាឈាមរបស់គាត់គឺត្រូវបានធ្លាក់ចូលទៅក្នុងទឹកនៃភេសជ្ជៈមនុស្សដែលភេសជ្ជៈមនុស្សក៏បានដឹកជញ្ជូនទៅដល់សហរដ្ឋអាមេរិកនិងបណ្ដាលោកតាម្នាក់ដែលមានឈ្មោះថា Stanley ផឹកចំវាបណ្ដាគាត់ត្រូវបានសន្លប់ភ្លាមៗហើយបន្ទាប់ពីនោះក្រោយពីហេតុការណ៍នេះត្រូវបានកាត់ឡើងហើយនោះឧត្តមសេនីយ៍រ៉ូក៏បានឲ្យមនុស្សស្វែងរកអំពីទីតាំងនៃរោងចក្រភេសជ្ជៈមនុស្សដើម្បីស្វែងរកអំពីវត្តមាននៃកន្លែងលាក់ខ្លួនរបស់ហូកនោះឯងហើយក្រោយពីបានរកឃើញអំពីទីតាំងលាក់ខ្លួនរបស់ Bruce Banner ហើយនោះលោកឧត្តមសេនីយ៍រ៉ូក៏បានរៀបចំជាមួយនឹងកងកម្លាំងពិសេសរបស់គាត់មួយក្រុមធ្វើដំណើរទៅកាន់ទីតាំងនៃប្រទេសប្រេស៊ីលក្នុងការចាប់ខ្លួនទៅកាន់ Bruce Banner ហើយបេសកកម្មរបស់ពួកគេមួយនេះគឺដឹកនាំដោយបរិះម្នាក់ដែលមានឈ្មោះថា Amy Blonsky តែគេនេះគឺជាមេបញ្ជាការនៃកងកម្លាំងពិសេសរបស់លោករ៉ូនោះឯងហើយគេក៏ជាមនុស្សម្នាក់ដែលមានសមត្ថភាពមិនធម្មតានោះដែរទោះបីជាពួកគេនេះគឺបានធ្វើការងារទៅឲ្យលោករ៉ូក៏ដោយប៉ុន្តែឧត្តមសេនីយ៍ម្នាក់នេះគាត់នេះគឺនៅតែមិនចោលគំនិតខូចរបស់គាត់នោះទេដែលគាត់គឺមិនបានប្រាប់ពួកគេអំពីសមាសភាពពិតរបស់ Bruce តែគាត់គឺអាចធ្វើការបំផ្លាញខ្លួនខ្លាចទៅជាមនុស្សយក្សបានពីនោះក្នុងកំឡុងពេលដែលកងកម្លាំងពិសេសរបស់ Amy Blonsky ធ្វើការដេញតាមប្រមាញ់ទៅកាន់ Bruce Banner មិនប្រយ័ត្នគាត់នឹងក៏បានរត់ទៅប៉ះជាមួយនឹងបងធំមួយក្រុមដែលមានវត្តមាននៅទីនោះហើយបើទោះបីជាគាត់នឹងធ្វើការសុំទោសទៅកាន់ពួកវាក៏ដោយប៉ុន្តែពួកវានឹងគឺមិនលើកលែងនោះទេនឹងបានធ្វើការចាប់គាត់ដើម្បីវាយដំថែមទៀតហើយដោយសារតែខ្លួននឹងក៏ត្រូវបានគេវាយដំធ្វើបែបនេះហើយវាក៏បានបណ្ដាលចង្វាក់បេះដូងរបស់ Bruce គឺត្រូវបានលោតហួស200ដងក្នុង1វិនាទីហើយនៅពេលនោះវានឹងក៏បានបណ្ដាលគាត់គឺត្រូវរីកមាឌខ្លាចទៅជាមនុស្សកម្លាំងយក្សហូកភ្លាមវិញមួយរំពេចតែម្ដងកូនចៅរបស់ Blonsky ក៏បានធ្វើការតាក់ទងប្រាប់ទៅកាន់ឧត្តមសេនីយ៍រ៉ូថានៅក្នុងកំឡុងពេលនេះពួកគេនេះគឺបានឃើញរបស់ម្យ៉ាងដែលបានព្យាយាមវាយប្រហារមកកាន់ពួកគេតែពួកគេនឹងគឺមិនបានដឹងនោះឡើយថានោះគឺជាមនុស្សកម្លាំងយក្សហូកបន្ទាប់ពីនោះពួកគេនេះក៏បានធ្វើការបាញ់ប្រហារតទល់ជាមួយនឹងហូកតែនៅខណៈពេលនោះ Blonsky វិញគេនឹងក៏បានព្យាយាមដេញតាមពីខាងក្រោយដើម្បីវាយប្រហារទៅកាន់ហូកប៉ុន្តែក៏ត្រូវបានគាត់គប់ឡើងមួយចំគេដែលបានបណ្ដាលគេនឹងក៏ត្រូវបានរងរបួសហើយហូកក៏បានធ្វើការវាយចិញ្ចែនដើម្បីទម្លុះចាក់ចេញអំពីទីតាំងមនុស្សបាត់ទៅក្រោយពីបានឃើញអំពីហេតុការណ៍គ្រប់យ៉ាងដែលបានកើតឡើងនោះហើយ Amy Blonsky គេនឹងក៏បានធ្វើដំណើរទៅជួបជាមួយឧត្តមសេនីយ៍រ៉ូដើម្បីសួរនាំអំពីរឿងរ៉ាវនៃការពិតគ្រប់យ៉ាងហើយដោយសារតែមិនអាចបន្តលាក់បាំងជាមួយនឹងគេបាននោះលោករ៉ូនឹងក៏បានយល់ព្រមសារភាពប្រាប់ទៅកាន់គេថានោះគឺជា
ជាវត្តមាននៃហូកដែលបានបំលែងខ្លួនពី Bruce Banner នោះឯងហើយនៅពេលនោះផងដែរគេនឹងក៏បាននិយាយចាក់មនោគមទៅកាន់ Emil Blonsky តែថាគេនេះគឺធ្វើការសឹងតែមួយជីវិតទៅហើយប៉ុន្តែនៅតែជាភ្នាក់ងារនៃកងកម្លាំងពិសេសដដែលតើគេនេះគឺពិតជាគ្មានកំណត់ដើម្បីខ្លាចខ្លួនជាមេបញ្ជាការមែនឬទេនៅពេលនោះ Emil Blonsky នឹងក៏បាននិយាយប្រាប់ទៅកាន់ Rose ថាហេតុផលដែលគាត់គឺមិនព្រមទទួលយកជំនួសតំណែងថ្មីជាមេបញ្ជាការធំនោះក៏ព្រោះតែគាត់នឹងគឺនៅតែមានចិត្តចង់ខ្លាចទៅជាអ្នកប្រយុទ្ធដ៏អង្អែលម្នាក់នោះឯងនៅពេលដែលបានឃើញអំពីការតាំងចិត្តដ៏មោះមុតរបស់គេបែបនេះលោក Rose នឹងក៏បានយល់ព្រមជាមួយនឹងសំណាក់របស់គេដើម្បីចាក់ជាមួយនឹងសារ៉ូម Super Soldier របស់គាត់ដើម្បីឲ្យគេនឹងគឺមានសមត្ថភាពក្នុងការបំលែងខ្លួនខ្លាចទៅជាមនុស្សកម្លាំងយក្សដូចជាហុកអញ្ចឹងដែរប៉ុន្តែជាការពិតណាស់សារ៉ូមនេះគឺមិនមែនជារូបមន្តដើមដែលត្រូវបានគេចាក់បញ្ចូលជាមួយនឹងខ្លួនរបស់ Captain America នោះទេដែលបន្ទាប់ពីការស្លាប់បង់ជីវិតរបស់លោក Dr. Enskin បាត់ទៅរូបមន្តដើមនៃសារ៉ូមនេះគឺមិនត្រូវបានគេរកឃើញនោះទេហើយសារ៉ូមដែលត្រូវបានប្រើប្រាស់បន្តមកនេះគឺស្ទើរតែជាសារ៉ូមដែលត្រូវបានបំលែងចេញពីរូបមន្តរបស់លោក Dr. តែប៉ុណ្ណោះចំណែក Bruce នៅវិញក្រោយពីបានធ្វើដំណើរមកដល់ទឹកដីនៃសហរដ្ឋអាមេរិកគាត់ក៏បានបញ្ញាទៅយកជាមួយនឹងឯកសារដែលពាក់ព័ន្ធជាមួយនឹងគាត់ដើម្បីផ្ញើទៅកាន់ Mr. Blue តែបន្ទាប់ពីបានចាក់ចេញអំពីទីតាំងមនុស្សគាត់នឹងក៏បានប្រទះគ្នាជាមួយនឹង Betty ដែលជាមិត្តស្រីរបស់គាត់តែនាងនៅក្នុងកំឡុងពេលនេះក៏បានបង្ហាញជាមួយនឹងការនឹករលឹកជាខ្លាំងចំពោះគាត់ដូចគ្នាហើយមិនយូរប៉ុន្មានដំណឹងនៃការវិលត្រឡប់មកវិញរបស់ Bruce Banner ក៏បានដឹងទៅដល់ឧត្តមសេនីយ៍រ៉ូដែលគាត់ក៏បានធ្វើការបញ្ជូនកងទ័ពជាច្រើនដើម្បីធ្វើដំណើរទៅឡំពាត់ចាប់ខ្លួនទៅកាន់ Bruce Banner ផងដែរ Betty នៅពេលដែលបានឃើញបែបនេះនាងក៏បានបញ្ញាស្កាត់ទៅជួបជាមួយនឹងឪពុកដើម្បីស្នើសុំទៅកាន់គាត់ឲ្យយល់ព្រមដោះលែងវត្តមានរបស់ Bruce តែនៅពេលនោះមិនត្រឹមតែបានធ្វើតាមសម្ដីនៃការស្នើសុំរបស់កូនស្រីនោះទេលោក Rose នឹងក៏បានបញ្ជាទៅកាន់កូនចៅរបស់គាត់ដើម្បីចាប់ខ្លួនកូនស្រីចាក់ចេញអំពីទីតាំងមនុស្សចំណែក Bruce វិញដោយសារតែបានឃើញមិត្តស្រីរបស់ខ្លួននឹងក៏ត្រូវបានគេចាប់ធ្វើបាបបែបនេះហើយគេក៏បានកើនឡើងជាមួយនឹងកំហឹងជាខ្លាំងនៅបណ្ដាបេះដូងរបស់គេនឹងក៏ត្រូវលោតញាប់លើស200ដងក្នុងមួយវិនាទីហើយនៅពេលនោះវានឹងក៏បានបណ្ដាគាត់ក៏ត្រូវប្រែខ្លួនខ្លាចទៅជាមនុស្សកម្លាំងយក្សហូបនៅទីតាំងមនុស្សតែម្ដងហើយហូបក៏បានធ្វើការវាយកំទេចទីតាំងនៅកន្លែងឃុំឃាំងនិងបានបន្តវាយប្រយុទ្ធតទល់ជាមួយនឹងភ្នាក់ងារនៃកងកម្លាំងទាហានដែលត្រូវបានបញ្ជូនដល់លោកឧត្តមសេនីយ៍រ៉ូហើយជាមួយនឹងកម្លាំងនិងឥទ្ធិពលដ៏ខ្លាំងក្លារបស់ហូបនេះគាត់ក៏បានធ្វើការវាយកំទេចនិងបានចាប់បោកឡានទាហានជាបន្តបន្ទាប់នៅទីតាំងមនុស្សផងដែរហើយប៉ាអេមីល Blonsky នៅវិញក្រោយពីបានទទួលជាមួយនឹងសារ៉ូម Super Soldier ពីសំណាក់លោកឧត្តមសេនីយ៍រ៉ូហើយនោះគេក៏បានកើនជាមួយនឹងកម្លាំងធម្មពលក៏ដូចជាសមត្ថភាពនៃការរត់លឿនរបស់គេដូចគ្នាហើយនៅពេលនោះគេនឹងក៏បានធ្វើដំណើរដើម្បីហក់ទៅប្រយុទ្ធតទល់ជាមួយនឹងហុកដែលមិនប្រមាណខ្លួននោះឡើយហើយនៅពេលនោះគេនឹងក៏បានធ្វើការបញ្ឆោតឲ្យហូកធ្វើដំណើររត់ដេញតាមពីខាងក្រៅទៅកាន់គេដើម្បីធ្វើដំណើរទៅកាន់ទីតាំងនៃកន្លែងអាវុធរលកសញ្ញារបស់ពួកគេនោះឯងដែលអាវុធទាំងអស់នោះគឺត្រូវបានលោកឧត្តមសេនីយ៍រ៉ូធ្វើការបញ្ជាទិញពីសំណាក់ក្រុមហ៊ុនរបស់ Tony Stark ជាមួយនឹងកម្លាំងនៃធម្មពលដ៏អស្ចារ្យរបស់ហូកបើទោះបីជាអាវុធទាំងអស់នោះគឺមានអានុភាពយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយប៉ុន្តែវានឹងក៏នៅតែមិនអាចរួចខ្លួនពីការវាយប្រហាររបស់ហូកនោះឡើយតែហូកក៏បានធ្វើការហក់ទៅវាយកំទេចឲ្យខ្ទេចខ្ទីអស់ទៅហើយនៅពេលនោះដោយសារតែឃើញ Emil Blonsky គឺមិនប្រមាណជាមួយនឹងសមត្ថភាពរបស់ខ្លួនហូកក៏បានធ្វើការធាក់គេមួយជើងបណ្ដាលគេនឹងទៅបុកជាមួយនឹងដើមឈើរងនឹងប៊ូយ៉ាងដំណំហើយ Betty នៅពេលដែលបានឃើញបែបនេះក៏បានព្យាយាមដើរចូលទៅនិយាយសម្រួលអារម្មណ៍ទៅកាន់ហូកស្របពេលដែលធម្មកិច្ចរបស់ទាហានដែលជាកូនចៅឧត្តមសេនីយ៍រ៉ូក៏បានធ្វើដំណើរមកដល់និងបានបើកការបាញ់ប្រហារទៅកាន់ហូកតែម្ដងហើយហូកគាត់នឹងក៏បានព្យាយាមយកទ្វារឡានដើម្បីបាំងជាមួយនឹងគ្រាប់កាំភ្លើងទាំងនោះនិងបានធ្វើការគប់វាទៅកាន់ធម្មកិច្ចបណ្ដាវានឹងក៏ត្រូវបានផ្ទុះឆេះនៅក្នុងទីតាំងមនុស្សហើយបន្ទាប់ពីនោះគាត់នឹងក៏បានចាប់3វត្តមានរបស់ Betty ចាក់ចេញអំពីអណ្ដាតភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅនោះចំណែកអាមួយ Emil Blonsky នៅវិញក្រោយពីបានត្រូវមួយជើងរបស់ហូកឯនោះគេនឹងក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរតែដង្ហើមជើងរត់ទៅហើយប៉ុន្តែដោយសារតែឥទ្ធិពលនៃសារ៉ូម Super Soldier របស់គេវានឹងក៏បានបណ្ដាលគេមានសមត្ថភាពជាបាខ្លួនវិញមួយរំពេចហើយក្រោយពីបានជាពីរបួសមិនទាន់ទៅបានប្រមាណផងគេនឹងក៏បាននិយាយអះអាងដល់អំនួតថាគេនឹងគឺត្រៀមខ្លួនរួចហើយដើម្បីប្រយុទ្ធតទល់ជាមួយនឹងហូកសាជាថ្មីចំណែកហូកជាមួយនឹង Betty ក្រោយពីបានប្រែខ្លួនខ្លាយមកជាមនុស្សវិញហើយនោះពួកគេក៏បានធ្វើដំណើរស្កាត់ទៅជួបវត្តមានរបស់ Mr. Blue ម្នាក់នោះហើយនៅពេលនោះលោក Dr. នឹងក៏បានប្រាប់ទៅកាន់ហូកថានៅពេលនេះគាត់នឹងគឺអាចធ្វើការស្វែងរកអំពីរូបមន្តថ្មីដែលអាចបំលែងខ្លួនឲ្យហូកខ្លាយទៅជាមនុស្សវិញបានហើយហើយបន្ទាប់ពីនោះពួកគេនឹងក៏បានធ្វើការចាក់សារ៉ូមនុស្សទៅឲ្យហូកតែម្ដងក្នុងកំឡុងពេលដែលកំពុងចាក់បញ្ចូលនៅសារ៉ូមនុស្សពីសំណាក់ Dr. Blue ព្រោះគេនឹងក៏បានរីកមានប្រែខ្លួនខ្លាយទៅជាមនុស្សកម្លាំងយក្សហូកហើយបន្ទាប់ពីនោះមិនយូរប៉ុន្មាននៅពេលដែលឥទ្ធិពលសារ៉ូនឹងគឺបានជ្រាបចូលពេញខ្លួនរបស់គាត់ហើយនោះគាត់ក៏បានប្រែខ្លួនខ្លាយមកជា Bruce Banner វិញផងដែរប៉ុន្តែបើទោះបីជាបែបនេះក៏ដោយគាត់នឹងក៏បាននិយាយប្រាប់ទៅកាន់ Bruce ផងដែរថាបើទោះបីជាសារ៉ូនេះវានឹងគឺពិតជាអាចបំលែងខ្លួនរបស់ហូកខ្លាយមកជាមនុស្សវិញបានសម្រាប់ប៉ុន្តែគាត់នឹងក៏មិនប្រកាស
ត់នោះដែរថានៅពេលខាងមុខគេនេះគឺអាចមានលទ្ធភាពក្នុងការបំលែងខ្លួនខ្លាចទៅជាហូបវិញតែនៅពេលនោះផងដែរហូនឹងក៏បានដឹងថាដុកទ័រ Samuel Stone នេះគេនឹងក៏បានលួចកូពីនៅ DNA ឈាមរបស់ហូបានតែច្រើនផងដែរហើយដោយសារតែបានដឹងអំពីឥទ្ធិពលដ៏គ្រោះថ្នាក់នៃឈាមរបស់ខ្លួននោះហូក៏បានប្រាប់ទៅកាន់បរិសម្នាក់នោះឲ្យបញ្ញាបំផ្លាញវាចោលជាបន្ទាន់ក្នុងកំឡុងពេលជាមួយគ្នានោះផងដែរវត្តមាននៃកងកម្លាំងទាហានរបស់ Emil Blonsky ក៏បានធ្វើដំណើរចូលមកដល់និងបានសម្រុកចូលទៅកាន់ទីតាំងមនុស្សក្នុងគោលបំណងស្វែងរកវត្តមានរបស់ហូពូគេនេះក៏បានធ្វើការបាញ់ថ្នាំសន្លប់ទៅកាន់វត្តមានរបស់ប្រូសនិងបានចាប់ខ្លួនគាត់ចាក់ចេញអំពីទីតាំងមនុស្សបាត់ទៅចំណែកឯពេល Emil Blonsky នេះវិញរូបគេនេះគឺមិនទាន់ចាក់ចេញអំពីទីតាំងមនុស្សនោះឡើយហើយដោយសារតែចង់បានធម្មពលរបស់ហូដើម្បីចាក់បញ្ចូលឲ្យខ្លួនរបស់គេនោះគេក៏បានដកកំភ្លើងភ្ជង់គំរាមទៅកាន់ Mr. Blue ដើម្បីឲ្យយកឈាមរបស់ហូមកចាក់បញ្ចូលទៅកាន់ខ្លួនរបស់គេតែម្ដងហើយដោយសារតែមិនហ៊ានប្រកែកតវ៉ាជាមួយនឹង Emil Blonsky ស្របពេលដែលក្នុងខ្លួនរបស់គេនឹងគឺមានសេរ៉ូម Super Soldier ស្រាប់នោះនៅពេលដែលបានចាក់បញ្ចូលឈាមរបស់ហូចូលទៅវាក៏បានបំលែងខ្លួនរបស់គាត់ខ្លាចទៅជាមនុស្សកម្លាំងជាក់ពិតមែនប៉ុន្តែនៅពេលនេះគាត់នឹងគឺមិនបានវិវត្តខ្លួនខ្លាចទៅជាហូនោះឡើយតែផ្ទុយទៅវិញគាត់នឹងក៏បានបំលែងពូខ្លាចទៅជាមនុស្សចម្លែកថ្មីមួយទៀតដែលមានឈ្មោះថា Abomination ដោយឈួតជាមួយនឹងអំនួតងប់ងល់ជាមួយនឹងការធ្វើសង្គ្រាមនោះ Abomination នឹងក៏បានចេញមកខាងក្រៅនិងបានវាយប្រហារទៅកាន់មនុស្សម្នាទាំងអស់អុកឡុកនៅពេលពេញនៃទីក្រុងតែម្ដងហើយនៅពេលដែលទាហាននេះគឺបានបាញ់ប្រកកំភ្លើងធំទៅកាន់គេនោះគេក៏បានហក់ចាប់វាខំស៊ីយ៉ាងលយតែម្ដងដែលបានដឹងអំពីសមាជិកភាពរបស់ Abomination ហើយនោះប្រុសនឹងក៏បាននិយាយប្រាប់ទៅកាន់ឧត្តមសេនីយ៍រ៉ូថាក្នុងកំឡុងពេលនេះគឺមានតែវត្តមានរបស់ហូកតែប៉ុណ្ណោះទើបអាចទប់ស្កាត់ជាមួយនឹងវត្តមានរបស់ Abomination បានហើយក្រោយពីមានការយល់ព្រមពីសំណាក់ឧត្តមសេនីយ៍រ៉ូហូកក៏បានថើបលាទៅកាន់ Betty និងបានបញ្ញាចាក់ចេញអំពីទីតាំងមនុស្សហើយក្រោយពីបានចុះមកដល់ដីនោះប្រុសនឹងក៏បានប្រែកាយរបស់គាត់ខ្លាចជាហូកនិងបានធ្វើការប្រយុទ្ធតទល់ជាមួយនឹង Abomination នៅក្នុងទីតាំងនៃកន្លែងមនុស្សតែម្ដងតែដោយសារតែ Abomination នឹងគឺមានកម្លាំងខ្លាំងក្លាជាងហូកគេនឹងក៏បានហត់ទៅបោកហូកឲ្យខ្ទាតទៅកាន់ទីតាំងម្ខាងហើយហូកវិញគាត់នឹងក៏បានចាប់កាច់ឡានជាពីរនិងប្រើប្រាស់វាដូចជាកងប្រដាល់ទប់ទល់ជាមួយនឹង Abomination វិញក្រោយពីការប្រយុទ្ធគ្នារបស់មនុស្សកម្លាំងយក្សទាំងពីរមិនទាន់ទៅបានប្រមាណផងហូនឹងក៏ហាក់បីដូចជាចាញ់ព្រៀបទៅកាន់ Abomination សាជាថ្មីតែស្របពេលជាមួយគ្នានោះឧត្តមសេនីយ៍រ៉ូនឹងក៏បានធ្វើការបាញ់កំភ្លើងយន្តដើម្បីរារាំងទៅកាន់ Abomination ក៏ដូចជាធ្វើការបញ្ឆោតទៅកាន់គេទុកឱកាសឲ្យហូកធ្វើការតដៃនោះឯងហើយខណៈពេលជាមួយគ្នានោះ Abomination នឹងក៏បានហត់ទៅទាញឧទ្ធម្ភិកចក្ររបស់ឧត្តមសេនីយ៍រ៉ូនិងបានបណ្ដាឧទ្ធម្ភិកចក្រមួយនោះគឺត្រូវធ្លាក់មកលើដីផ្ទុះឆេះភ្លាមហើយហូកនៅពេលដែលបានឃើញបែបនេះគេនឹងក៏បានទះដៃបង្កជាខ្យល់ជាខ្លាំងដើម្បីពន្លត់ជាមួយនឹងភ្លើងដែលកំពុងតែចាប់ឆេះមនុស្សហើយ Abomination នឹងក៏បានទៅចាប់បានជាមួយនឹងច្រវាក់ដើម្បីវាយប្រហារតទល់ជាមួយនឹងហូកខណៈពេលដែលហូកវិញក៏បានធ្វើការស្រែកឃ្លាប្រចាំតកោរបស់ខ្លួននិងវាយទៅកាន់ដីឲ្យប្រេះក្រហែងនៅក្នុងទីតាំងមនុស្សហើយក្រោយពីនោះគេក៏បានប្រើប្រាស់ជាមួយនឹងច្រវាក់ដ៏ធំមនុស្សដើម្បីរត់កសម្រាប់ទៅកាន់ Abomination វិញហើយនៅពេលនោះដោយសារតែវត្តមានរបស់ Betty នេះក៏បានចេញមកខាងក្រៅដើម្បីខត់ទៅកាន់ហូកនៅចុងក្រោយគេនឹងក៏បានសម្រេចចិត្តមិនធ្វើការសម្លាប់ទៅកាន់ Abomination នោះឡើយហើយពីបានធ្វើការវាយយកឈ្នះទៅកាន់មនុស្សកម្លាំងចាក់មនុស្សហើយហូកគេនឹងក៏បានបញ្ញារត់ចាក់ចេញអំពីទីតាំងមនុស្សបាត់ទៅក្រោយពីហេតុការណ៍នេះគឺបានកើតឡើងនោះរយៈពេល1 ខែបន្ទាប់យើងក៏បានឃើញអំពីវត្តមានរបស់ហូកដែលបានភៀសខ្លួនមករស់នៅក្នុងផ្ទះមួយដែលដាច់ស្រយាលកណ្ដាលព្រៃក្នុងប្រទេសកូឡុំប៊ីហើយដើម្បីជៀសវាងក្នុងការបំលែងខ្លួនរបស់គាត់ខ្លាចទៅជាមនុស្សកម្លាំងយក្សទៀតនោះហូកក៏បានរៀនជាមួយនឹងវិធីសាស្ត្រក្នុងការស្មឹងស្មាតក៏ដូចជាការសមាធិដើម្បីឲ្យចិត្តរបស់គាត់នឹងគឺស្ងប់មកវិញផងដែរហើយការដែលធ្វើបែបនេះគឺពិតជាជួយគាត់ដល់ច្រើននៅក្នុងការទប់ស្កាត់ដើម្បីកុំឲ្យគាត់ប្រែក្លាយខ្លួនខ្លាចទៅជាមនុស្សកម្លាំងយក្សសាជាថ្មីហើយវានឹងក៏ថែមទាំងបានជួយឲ្យគាត់អាចគ្រប់គ្រងនឹងការប្រែប្រួលនៅធម៌ពលរបស់គាត់និងប្រែកាឡាខ្លួននៅរៀងរាល់ពេលដែលគាត់ត្រូវការតាមតម្រូវចិត្តផងដែរហើយចំពោះ short credit scene ចុងក្រោយនៃខ្សែភាពយន្តនេះយើងនឹងក៏បានឃើញវត្តមានរបស់ Tony បានធ្វើដំណើរមកជួបជាមួយនឹងឧត្តមសេនីយ៍រ៉ូនិងបានប្រាប់ទៅកាន់គាត់ថាគេកំពុងតែធ្វើការបង្កើតជាមួយនឹងក្រុម super hero ថ្មីមួយហើយខ្សែភាពយន្ត The Incredible Hulk នេះគឺបានបញ្ចប់ទៅត្រឹមនេះឯងជាចុងក្រោយបើសិនជាពេញចិត្តសូមកុំភ្លេចជួយធ្វើការចុច like និង subscribe មកកាន់ channel របស់ខ្ញុំអ្នកមួយផងហើយយើងនឹងត្រឡប់មកជួបគ្នាជាមួយនឹងការសម្រាយនៅខ្សែភាពយន្តដ៏ល្អមើលជាបន្តទៀតផងដែរ